ต้นไงนี้ยมเต้าเธอกากรุงเทพอ๋อมือไอ้นี่มือบ้านพ้องมือมือเตียพ้องเปียกของเอากุญแจบองแกរបស់ខ្ញុំគាត់ក៏បានទៅធ្វើការនៅក្រុងเทพខ្ញុំក៏បានរៀបចំដាក់ជីទុរៀនផងដែរហើយចំពោះជីទុរៀនថៅកែខ្ញុំក៏ដោយដាក់25 77ផងដែរបងប្អូនលេខកូដរបស់វាគឺជីនេះគឺជំនួយរឹសជំនួយដើមហើយនិងជំនួយស្លឹកផងដែរខ្ញុំក៏បានបបួលបងថ្លៃរបស់ខ្ញុំហើយនិងបងចំនួនមួយរបស់ខ្ញុំដាក់ជីផងដែរគឺដាក់ជីយើងមិនចេះតាដាក់បន្រោះទេបងប្អូនគឺដាក់ជីទុរៀនយើងត្រូវតែដាក់មើលផងដែរគឺយើងត្រូវដាក់ប្រមាណក្តាប់មិនមែនដូចដាក់ស្រូវទេគឺអត់មានចេះតែស្បះយោទេហើយជីយើងត្រូវមើលតើដើមទុរៀនធំប៉ុណ្ណាយើងត្រូវដាក់ប្រមាណក្តាប់ផងដែរចំពោះដើមទុរៀនដែលធំប៉ុណ្ណឹងខ្ញុំត្រូវតកែគាត់ឲ្យខ្ញុំដាក់2ក្តាប់ឬមួយក៏3ក្តាប់ផងដែរបងប្អូនតាមដើមធំដើមតូចបើថាដើមតូចដាក់1ក្តាប់ផងដែរបើថាដើមធំអញ្ចឹងយើងដាក់2ឬមួយក៏3ផងដែរចំពោះដើមទុរៀនគឺវារស់ស៊ីឬវារស់ស៊ីស្ពើដីទេបងប្អូនវាអត់មានឫសកែវចាក់ទៅក្រមជ្រៅទេវារស់ស៊ីស្ពើផងដែរហើយចំពោះការដាក់ជីគឺយើងត្រូវដាក់មើលផងដែរបងប្អូនមានចេះដាក់បន្រោះទេមានចេះតែដាក់នឹងគល់ទេអត់ដាក់នឹងគល់បានទេបងប្អូនយើងត្រូវស្បះឲ្យស្មើជុំវិញដើមដូចបងចំនួនមួយរបស់ខ្ញុំគាត់បានដាក់ផងដែរហើយចំពោះការងារខ្ញុំមិនដែលចាំបាច់ឲ្យថៅកែគិតមួយញ៉ៃញ៉ៃជាមួយខ្ញុំទេបងប្អូនឲ្យគិតប្រាប់តែម្ដងពីរដងខ្ញុំដឹងខ្ញុំចាំផងដែរខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះការងារផងដែរហើយថៅកែរបស់ខ្ញុំគាត់ក៏មានពេលទំនេរទៅធ្វើការងាររបស់គាត់បាញ់ដៃបាញ់ជើងផងដែរបងប្អូនគាត់មិនបាច់មកចាំបាច់មកខ្វល់អំពីកូនចៅរបស់គាត់ទេបងប្អូនគឺការងារខ្ញុំតែងតែយកចិត្តទុកដាក់ដូចជាដាក់ជីដាក់អីអញ្ចឹងខ្ញុំតែងតែមើលទៅថៅកែគាត់ដាក់ជីអីខ្លះដាក់ជីលេខអ្វីហើយដាក់ប្រមាណក្តាប់គាត់គ្រាន់តែប្រាប់ខ្ញុំថាអូនថ្ងៃនេះដាក់ជីខ្ញុំក៏បានរៀបចំយកជីយកអីយកមកដាក់ផងដែរបងប្អូនព្រោះខ្ញុំនៅទីនេះ4ឆ្នាំហើយខ្ញុំដឹងច្រើនផងដែរការងារតូចការងារធំយ៉ាងណាក៏ខ្ញុំយកចិត្តទុកដាក់ទាំងអស់បងប្អូនគឺការងារគឺសំខាន់ទាំងអស់អត់មានថាការងារប៉ុណ្ណឹងគឺអត់យកចិត្តទុកដាក់អត់មែនទេសម្រាប់ខ្ញុំគឺខ្ញុំយកចិត្តទុកដាក់ទាំងអស់សម្រាប់ការងារហើយបងប្រុសគាត់ក៏បានបងថ្លៃរបស់ខ្ញុំគាត់ក៏បានដាក់ជីហ្នឹងដាក់ជីដូចជា1ហិកតាដីចំការរបស់គាត់នៅទីនេះដី5ហិកតាប៉ុន្តែគាត់ដាំទុរៀន1ហិកតាផងដែរបងប្អូនគាត់ដាំចេកដាំអីហើយចំពោះចេកដែលគាត់ដាំនេះគឺគាត់ដាំក្មៃឲ្យវាក៏ដូចថាបាំងដើមទុរៀនក្មៃដូចថាខ្យល់ខ្លាំងមួយជាស្រ័យផងដូចខ្យល់ខ្លាំងមកគឺវាប៉ះពាល់ដល់ដើមទុរៀនទៅគាត់ដាំចេកបាំងផងដែរព្រោះអីចេកស្លឹកច្រើនក៏បានផលលក់ចេកលក់អីផងដែរចេកនៅទីនេះគឺមួយស្និត25 បាតផងដែរបើថាគិតជាលុយខ្មែរយើងមួយស្និត30 រៀលលុយខ្មែរយើងផងដែរបងប្អូនហើយទេសភាពនៅផ្ទះគាត់ពេលព្រឹកក៏ស្រស់ស្រាយផងដែរបងប្អូនចំពោះទេសភាពនៅទីនេះគឺស្រស់ស្រាយមែនទែនដល់ដាក់ជីបដើស្ដាប់សត្វព្រៃយំបដើមិនរងាវបដើបងប្អូនហើយថៅកែគាត់ក៏ទៅធ្វើការគាត់បាត់ទៅខ្ញុំក៏ធ្វើការរបស់ខ្ញុំតាមទូនីតិដល់ម៉ោងក៏លើកទៅដល់ម៉ោង1ដល់ម៉ោង2:10ខ្ញុំក៏លើកដល់ម៉ោង1ក៏ចុះម៉ោង8ក៏ធ្វើការបងប្អូនបើថាពេលព្រឹកអញ្ចឹងខ្ញុំអត់ដែលចាំបាច់ដល់ម៉ោងទេបងប្អូនទៅហូបបាយហូបអីរួចនឹមបងស្រីធ្វើនេះធ្វើនោះតើបើរួចលឿនម៉ោង1:10ក៏ខ្ញុំក៏ឈប់ម៉ោង1:10កន្លះម៉ោង1:10ថៅកែក៏តែថាទេបងប្អូនពីព្រោះការងារខ្ញុំមិនមែនធ្វើដូចថាថៅកែមិននៅអង្គុយលេងចេះចោះអត់មែនទេខ្ញុំធ្វើទៅរឿយបើថាគិតនៅបើខ្ញុំរៀងធ្វើធម្មតាបើថាកែមិននៅអញ្ចឹងខ្ញុំរៀងធ្វើច្រើនបងប្អូនព្រោះអីគេជាថៅកែរបស់យើងគេមិនល្ងងទេគេមើលដឹងថាតើមួយថ្ងៃយើងធ្វើអ្វីខ្លះគេមិនល្ងងទេបើអញ្ចឹងគេដែលកើតថៅកែយើងគឺចំពោះថៅកែគឺដូចថៅកែណាក៏ដូចណាដែរបងប្អូនហើយថៅកែខ្ញុំគឺគាត់អត់ដែលមកវិលវល់នឹងខ្ញុំប្រហែលទេដូចថាថ្ងៃអញ្ចឹងគាត់ក៏ចោះមកមកនិយាយលេងគាត់មិនមែនមកមើលយើងគាត់ដូចថាគាត់ចោះមកនិយាយលេងជាមួយយើងតែទួគាត់ទៅធ្វើការគាត់វិញហើយគាត់ក៏មានពេលវេលាធ្វើការគាត់ច្រើនផងដែរគាត់មានកូនចៅដូចថាចេះយកចិត្តទុកដាក់មើលថែការងារគាត់បានល្អទៅគាត់មានពេលវេលាច្រើនទៅមើលការងាររបស់គាត់ផងដែរហើយចំពោះតកែស្រីតកែប្រុសគាត់អត់ដែលលោកឪពុករបស់គាត់អត់ដែលមករវីរវល់ទេគាត់ថាកូនឯងចង់ធ្វើអីក៏ធ្វើទៅចំពោះតកែលោកឪពុកខ្ញុំដែររបស់គាត់កូនឯងចង់ធ្វើអីក៏ធ្វើទៅគាត់ដឹងអំពីការងាររបស់ខ្ញុំទៅគាត់អត់ដែលមកមើលមកថាមកស្ដីអីទេពុកម៉ែបងប្អូនគឺចំពោះលោកឪពុករបស់គាត់គឺចិត្តល្អណាស់គាត់តែងតែនិយាយអំពីកូនចៅមុនគាត់ថាមានកូនចៅល្អក៏មានកូនចៅអាក្រក់ក៏មានខ្លះណាមកនៅក្នុងផ្ទះគាត់
ណាមណៅទៅលួចមិនលួចអ្វីមិនប្រៃគិតហូបផងដែរគិតក៏ដេញចេញផងដែរពុកម៉ែបងប្អូនហើយតែគិតដឹងថាណាយោមិនគិតហូបអញ្ចឹងគិតដេញចេញភ្លាមព្រោះអីគាត់ហាមអត់ឲ្យហូបទៅយើងចេះតែហូបគាត់ថាបើខ្លួនឯងចង់ហូបអីខ្លួនឯងប្រាប់ម៉ែមិនបាច់បាញ់មិនឬមួយក៏យកពងមិនហូបទេចង់ហូបមិនចាំម៉ែទិញមិនហូបឲ្យហូបបើថាចង់ហូបពងមិនអញ្ចឹងចាំម៉ែទិញពងមិនឲ្យហូបគាត់ចិត្តល្អពុកម៉ែបងប្អូនព្រោះគាត់ចង់ធ្វើបុណ្យនឹងសត្វព្រៃទៅផ្ទះគាត់បានយកផ្ទះគាត់ជាចំពុកម៉ែបងប្អូនសត្វស្លាបសត្វព្រៃមិនเอาច្រើនណាស់ផ្ទះគាត់ប្រួយដីផ្ទះគាត់គឺធំ5ហិកតាទៅគេធ្វើចំការធ្វើខាងក្រៅវាចេះតែនឹមគ្នាមណៅដូចតែគាត់និយាយថាគ្នាខំរស់នៅគ្នាខំមួយជ្រោកកលែងជ្រោកហើយទៅស្លាប់គ្នាទៀតហើយមនុស្សយើងគឺថាមនុស្សយើងគឺចិត្តអត់មានចិត្តធ្វើចិត្តបុណ្យនេះសោះឃើញគ្នាសត្វព្រៃចង់ទៅស៊ីគាត់និយាយជាមួយខ្ញុំវិសេសស្រីផងបងប្អូនហើយខ្ញុំក៏បានដាក់ជីទុរៀនរួចផងដែរជីទុរៀនរួចខ្ញុំក៏បានរៀបចំបងស្រីបងចដូនមួយរបស់ខ្ញុំគាត់ក៏បានរៀបចំដាក់ជីតាមដើមក្រូចឆ្មាដើមដូងដាក់តាមដំណាំខាងក្រោមផងដែរបងប្អូនចំពោះដើមដូងដើមក្រូចឆ្មាមកយើងដាក់ជីធម្មតាដូចទុរៀនទេគឺដើមក្រូចដើមដូងអញ្ចឹងគឺវាមិនចាំបាច់ឲ្យស្បាស់ល្អទេយើងស្បាស់ប្រៅដូចយើងស្បាស់ស្រូវអញ្ចឹងបងប្អូនហើយចំពោះទេសភាពនៅផ្ទះកើតពេលព្រឹកក៏ស្រស់ស្រាយនៅខាងក្រោមខាងលើខាងលិចឲ្យកើតគឺអាកាសធាតុល្អណាស់បងប្អូននៅផ្ទះកើតគឺខ្ញុំចូលចិត្តការរស់នៅទីនេះណាហើយគាត់ក៏បានដាំទុរៀនដាក់នឹងកញ្ច្រែងអញ្ចឹងបងប្អូនដូចតែគាត់ផ្សាំទុកគាត់មិនចាំបាច់ទិញមកដើមធំទៅគឺវាថ្លៃមួយដើម100000ជាង100000រៀលជាងវាថ្លៃគាត់យកមកផ្សាំទៅពីដើមមកចង្អាមទុករយៈពេលកន្លះឆ្នាំទៅដើមធំគាត់ក៏យកទៅដាំបានចំណេញផងដែរបងប្អូនចំណេញថវិការបស់គាត់ផងដែរហើយចែគាត់ក៏បានរៀបចំដាក់ដូងដាក់ស្អំដែលខ្ញុំកាត់ម្សិលមិញបងប្អូនដាក់បន្តិចផងដែរស្បាស់ដូចយើងស្បាស់ស្រូវព្រោះអីស្អំដាំជិតគ្នាអញ្ចឹងគឺរឹសវាបែកចាយពេញណាពេញណីដាក់ដូងអីផងដែរគឺមានដូងមានក្រូចឆ្មាមានអីគឺមិនខ្វះទេបងប្អូននៅក្នុងផ្ទះកែរបស់ខ្ញុំឲ្យរឿងដំណាំដាំដុះច្រើនមែនទែនមានទាំងពីក្រូចឆ្មាក្រូចស៊ីលមានគ្រប់យ៉ាងកន្លែងនេះក៏ក្រូចឆ្មាទៅក្រូចឆ្មាតូចក្រូចឆ្មាធំមានគ្រប់យ៉ាងមានទាំងពីគិតបានផ្សាំនេះផ្សាំលហុងស្រួយផងដែរមានលហុងស្រួយមានត្រប់ស្រួយមានត្រប់ចង្កមបើថាចំពោះត្រប់ចង្កមគឺមិនបាច់ដាំទេបងប្អូនក៏ដោះខ្លួនវាផងដែរគឺត្រប់ស្រួយបានដាំបងប្អូនគឺដាំអត់ពិបាកទេត្រប់ស្រួយមានផ្កាកលាបមានអីផងដែរហើយខ្ញុំក៏បាននឹមចែនឹមបងចដូនមួយខ្ញុំមកដាក់នៅលើផ្ទះតកែស្រីផងដែរអ្នកម្ដាយរបស់គាត់ហើយដាក់រួចក៏បានរៀបចំមកដាក់ខាងក្រោមផងដែរគឺដាក់ក្នុងកន្លែងដើមស្កានីគិតមានដាំមានស្កានីមានអីផងដែរបងប្អូនស្កានីនេះគិតដាំទឹកហូបមកកូនចង្ការតូចមួយបងប្អូនប៉ុន្តែបេះម្ដង2-3កញ្ច្រែងធំផងដែរអាកញ្ច្រែងទុរៀនដែលខ្ញុំថតឲ្យបងប្អូនឃើញមិញ3-4កញ្ច្រែងហើយវាល្អមែនទែនហើយស្រោចអត់ដែលបានស្រោចទឹកទេបងប្អូនក៏ដាក់ជីកាត់ស្មៅមើលថែវាតែប៉ុណ្្នឹងទេអត់ដែលបានស្រោចទឹកស្រោចអីទេព្រោះវានៅជ្រៅទៅខ្ញុំក៏បានដាក់កន្លែងស្កានីរួចក៏បានរៀបចំទៅដាក់នឹងផ្ទះថកែប្រុសផងដែរកែប្រុសក៏នៅហ្នឹងណាកែប្រុសគឺទៅធ្វើការនៅក្រុងเทพនៅតែអ្នកម្ដាយលោកឪពុករបស់គាត់ហើយខ្ញុំក៏បានដាក់វិញលោកឪពុករបស់គាត់តែថ្ងៃបន្តិចបានគាត់មកផងដែរបើថាកូនគាត់ទៅធ្វើការអញ្ចឹងគាត់មកថ្ងៃមកលេងជាមួយភរិយារបស់គាត់មកអង្គុយលេង2-3ម៉ោងទៅគាត់ក៏ទៅផ្ទះគាត់នៅខាងក្រៅផងដែរព្រោះផ្ទះគាត់មាន2កន្លែងផងដែរបងប្អូនហើយទេសភាពនៅផ្ទះគាត់ក៏ស្រស់ស្រាយដើមឈើធំមែនទេបងប្អូនព្រោះគាត់ចូលចិត្តដាំដើមឈើតែខ្ញុំក៏ដាំដើមឈើអស់6-7សែនបាតផងដែរជាខ្ទង់លានបាតគឺគាត់ដាំតែដើមឈើបងប្អូនហើយគឺកាសធាតុស្រស់ស្រាយព្រោះមានដើមឈើគ្រប់យ៉ាងមានពីស្លឹកចេកមកពឿនហ្នឹងបងប្អូនបើប្រែភាសាខ្មែរយើងដូចជាស្លឹកចេកពឿននេះពងតទីតាណាតពងมันប្រៃច្រើនមួយកំពងដាក់ក្នុងកែបគីឡូនេះពងតាពីហើយនេះតពងពងនឹងកច្រែងទៀតហ៎បងពងច្រែងទៀតគីឡូពងទីនេះញ៉ៅអត់តែក្លែងតាណាមានក្លេក្លោកគឺពងអស់ហ่ะកាយលហែកទេកន្លែងអង្គុយវាលហែកស្រាប់ខ្ញុំក៏បាននាំបងស្រីខ្ញុំដាក់ជីដាក់អីរួចដាក់ដំណើរខ្ញុំដាក់ជីខ្ញុំដាក់អីរួចខ្ញុំក៏បានរៀនការស្វែងរបស់ខ្ញុំបងប្អូនគាត់រៀនបើទឹកបើអីផងដែរព្រោះអី
ก็แต่บ้านสรอยตึกทุเรียนสรอยตึกไอ้เต้ายังก็บ้านบงเรียนเกิดหมู่เบะตึกเรียบจอมเบะตึกขังเลือสรอยตึกขังกรอมยังเต้าเบะยังโดยมาได้ใช้ยังเต้าบัดยังโดยมาได้พังได้คือเกิดโมเดลโบงก็ได้ดังพวกมังปอนคือเนี่ยโมทำไมคือแต่งแต่ปรับเกิดพังได้พวกมังปอนให้เกิดก็เรียบจอมเบะขังกรอมมาสานเตียดโปรยมินมาเตือบวมตึกนองกรอมให้เกิดบานเบะตึกขังกรอมคือมีแกลงกีสตบตึกพวกมังปอนเท่าแก่เกิดบุญโดงจนเรามาโรยแม่เต้าก็บุญโดงมวยอ๋อใบแสนบาทพังได้ให้บ้านเรียนบองจะโดนมวยบองสไลบ่ย้อมอ้อยคัดเรียนสไลตึกพังได้คืออัตบะเต้พวกมังปูนสำหรับการยี่สไลตึกทุเรียนบัทายึงมันโยจัดตุกดะทุเรียนงับพังได้บัทายึงสไลตึกยังเต่าแต่โยจัดตุกดะพังได้พวกมังปูนจะพวกกาสไลตึกทุเรียนคือยี่เต้บัทายึงโยจัดตุกดะเวียกังงับพังได้ยี่เต้พวกมังปูนยี่เลยเต้พวกมังปูนให้นี่คือเจตสเพียเปปรึกนาวเตะตะแกรงบ้านยอมให้ตะแกรงสไลกัดกับบ้านอ้อยยอมเบะตรอบตรอบสรวยอยู่ตัวอ้อยกัดพังได้ยอมกับจิมโตมกรอมเบสตรอบสรวยอยู่ตัวอ้อยเนี่ยมันได้ตะแกรงบ้านยอมพังได้กัดอยู่ตัวสลอพังได้ให้ยอมกับบ้านจ่อตัวสรวยตึกจมูกกัดพังได้กัดสรวยมักแซ่ยอมมักแซ่ใบเนี้ยใบแซ่พังได้ยอมกับบ้านทอดปุงเมือนเปรย์ปุกแมงปนคือเวียโป่งตะเปียปุกแมงปนเวียโป่งตามดอกตามเปรย์ยังไงเนาะกลายตะแกรงบ้านยอมคือสบู่มันเปรย์ให้การสรวยตึกคือสรวยยังไงปุกแมงปนยอมกับบ้านสรอยจะขังเลอให้บองกัดกับสรอยกรอมใจในสรอยในมักแซมในแสรในมักแซพังได้ให้การงี้เมียนแต่ปนังเตพงปนงี้สบายพังได้บัทายังโยจัตุกดะบัทามันโยจัตุกดะคือเวียก็เมียนเกียดเมียนสโรลจุปุบัทายังโยจัตุกดะการงี้เมื่อเตาเวียสโรพังได้เอาคนพวกมังปนยมใหญ่ลิงพวกมังปนในบ้านจำนายเปวิเลียดมีน้ำไหลเมื่อวิดโอยมดาจับพังได้ให้จุปุการนิยสได้ระบายมบะเมียนประการนาคอโกงตรังน้าสมพวกมังปนในเจียสไรไปตัวให้ยมพองให้ยมสมเอากุนปุกมังปนจุนโปปุกมังปนสุขเพียบอ้อรึงมั่มตอกนี้ลูกซีเมียนบ้านกรบเนียพังดาเอากุนจุมรีเปลีย